ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនានៅប្រាសាទបុរាណមួយដែលស្ថិតនៅក្នុងទីក្រុងបុរាណនាសម័យអង្គរដែលមានឈ្មោះថាហរិហរាល័យហើយប្រាសាទនេះស្ថិតនៅក្នុងក្រុមប្រាសាទដែលមានឈ្មោះថាក្រុមរលួសដែលមានប្រាសាទលលៃប្រាសាទបាគងនិងប្រាសាទព្រះគោប្រាសាទនេះមានឈ្មោះដើមថាបារមេស្វរៈឯឈ្មោះដែលហៅតគ្នាដោយអ្នកស្រុកគឺគេឲ្យឈ្មោះថាប្រាសាទព្រះគោដោយសារយោងទៅតាមរូបចម្លាក់ដែលធ្វើពីថ្មភក់នៅទល់មុខប្រាង្គនីមួយៗដែលមានរូបគោចំនួន3ហ្នឹងអញ្ចឹងហើយបានធ្វើឲ្យអ្នកភូមិសន្មតថាប្រាសាទនេះជាប្រាសាទព្រះគោតែម្ដងប្រាសាទនេះត្រូវបានកសាងដោយមានតួប៉មធ្វើពីឥដ្ឋចំនួន6រៀបជា2ជួរមុខខាងកើតនាទិសខាងកើតមានប៉មចំនួន3ឧទ្ទិសដល់បុព្វការីជនដែលជាភេទប្រុសរបស់ព្រះបាទឥន្ទ្រវរ្ម័នទី1ដោយប៉មកណ្ដាលឧទ្ទិសដល់ព្រះបាទជ័យវរ្ម័នទី2ហើយចំណែកប៉មដែលនៅទិសខាងជើងឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គហើយចំណែកប៉មដែលស្ថិតនៅទិសខាងត្បូងឧទ្ទិសដល់ព្រះបិតុលាព្រះនាមរុទ្រវរ្ម័នឯចំណែកជួរក្រោយនៃប្រាង្គទាំង6នេះគឺឧទ្ទិសដល់ព្រះមហេសីនៃបុព្វការីជនរៀងខ្លួនប្រាសាទនេះយើងអត់ដឹងអំពីរយៈពេលនៃការកសាងជាប៉ុន្មានទេក៏ប៉ុន្តែតាមការស្មានប្រហែលជា3ទៅ5ឆ្នាំដោយប្រាសាទនេះបញ្ចប់នឹងចុះបឋមសិលានៅឆ្នាំ879ប្រាសាទព្រះគោមិនធំដោយប្រាសាទសម័យក្រោយទេខឿនដែលធ្វើពីថ្មភក់ដែលផ្ទុកប៉ម6មានប្រវែងប្រហែល40ម៉ែត្រនិងទទឹងចំនួន30ម៉ែត្រកំពែងខាងក្រៅបាក់បែកអស់ជាច្រើនក៏ប៉ុន្តែបរិវេណសរុបមានប្រហែលជា500ម៉ែត្រគុណនឹង400ម៉ែត្រប៉មនីមួយៗមានកម្ពស់ប្រហែលជា12ម៉ែត្រធ្វើពីឥដ្ឋបូករួមទាំងលម្អថ្មភក់នៅលើហោជាងនិងផ្តែរផងដែរ